គ្រូពេទ្យបានវះកាត់យកតម្រងនោមរបស់អ្នកស្លាប់ចេញពេលយប់ត្រឡប់មកផ្ទះវិញគាត់ក៏ចាប់ផ្ដើមចម្អិនវាដោយយកចិត្តទុកដាក់នៅលើតុអាហារឪពុកម្ដាយកំពុងរីករាយជាមួយអាហារពេលល្ងាចដោយញ៉ាំសាច់បណ្ដើរនិងក្រេបស្រាក្រហមបណ្ដើរប៉ុន្តែក្នុងនាមជាអ្នកបួសក្មេងប្រុសតូចមិនព្រមញ៉ាំសាច់នោះទេធូរដើម្បីឲ្យកូនញ៉ាំសាច់ឪពុកម្ដាយបានព្យាយាមគ្រប់មធ្យោបាយទាំងគម្រាមកំហែងលួងលោមនិងបញ្ឆោតប៉ុន្តែក្មេងប្រុសមានអារម្មណ៍ខ្ពើមរអើមនៅពេលឃើញសាច់ដែលមានពណ៌ក្រហមឆ្អៅថែមទាំងលាក់សាច់ទុកដើម្បីកុំឲ្យឪពុកម្ដាយញ៉ាំទៀតផងប៉ុន្តែវានៅតែមិនអាចផ្លាស់ប្ដូរទម្លាប់ចូលចិត្តញ៉ាំសាច់របស់ឪពុកម្ដាយបានឡើយក្នុងចិត្តក្មេងប្រុសតែងតែមានចម្ងល់មួយគឺឪពុកម្ដាយមិនដែលទៅទិញសាច់នៅផ្សារទំនើបសោះហេតុអ្វីបានជាមានសាច់ញ៉ាំរាល់ពេលប៉ុន្តែដោយសារអំណាចរបស់ឪពុកគេមិនហ៊ានសួរឡើយបន្ទាប់ពីអាហារពេលល្ងាចក្មេងប្រុសរៀបចំខ្លួនចូលគេងគ្រាន់តែដាក់ខ្លួនលើគ្រែពូកដ៏ទន់ល្មើយក៏ប្រែជាថ្លុកឈាមហើយបានលិចលង់រូបគេទាំងស្រុងខុសសំណាងល្អវាគ្រាន់តែជាសុបិនអាក្រក់របស់ក្មេងប្រុសប៉ុណ្ណោះនៅពេលព្រឹកម្ដាយនៅតែបន្តចម្អិនសាច់ដុំធំៗយ៉ាងផ្ចិតផ្ចង់ចំណែកឪពុកនៅម្នាក់ឯងក្នុងបន្ទប់ក្រោមដីគាត់មិនដែលអនុញ្ញាតឲ្យកូនចុះទៅឡើយធ្វើឲ្យក្មេងប្រុសសង្ស័យថាបន្ទប់ក្រោមដីច្បាស់ជាមានអាថ៌កំបាំងអ្វីមួយលាក់ទុកផងដោយសារការចង់ដឹងចង់ឃើញក្មេងប្រុសបានលួចចូលបន្ទប់ក្រោមដីនៅពេលទៀបភ្លឺមិននឹកស្មានថាទស្សនវិជ្ជាបន្ទាប់បានធ្វើឲ្យគេចងចាំអស់មួយជីវិតគេឃើញឪពុកម្ដាយដែលមានឈាមពេញមាត់កំពុងតែខំស៊ីសាច់គ្នាទៅវិញទៅមកឃើញកូនប្រុសបង្ហាញខ្លួនភ្លាមពួកគេទាំងពីរភ័យស្លន់ស្លោហើយបញ្ញាប់ស្លៀកពាក់រួចក៏បញ្ញាប់បីគេត្រឡប់ទៅបន្ទប់គេងវិញធ្វើឲ្យក្មេងប្រុសជឿជាក់ថាឪពុកម្ដាយច្បាស់ជាមានអាថ៌កំបាំងអាក្រក់លាក់បាំងមិនខានក្នុងថ្នាក់រៀនគ្រូឲ្យសិស្សានុសិស្សគូររូបគ្រួសារដ៏មានសុភមង្គលរបស់ខ្លួនប៉ុន្តែក្មេងប្រុសបែរជាប្រើពណ៌ក្រហមផាត់ពេញសៀវភៅទៅវិញគ្រូបានសួរក្មេងប្រុសអំពីមូលហេតុដែលគូររូបភាពនេះតែនៅចំពោះមុខគ្រូអ្វីដែលក្មេងប្រុសអាចធ្វើបានគឺភាពស្ងៀមស្ងាត់គ្រូក៏បានអញ្ជើញម្ដាយរបស់ក្មេងប្រុសមកសាលារៀនដើម្បីសួរនាំថាតើក្មេងប្រុសមានអ្វីខុសប្លែកពីធម្មតាដែរឬទេម្ដាយនិយាយរដាក់រដប់ហើយចុងក្រោយនិយាយត្រឹមតែថាគេមិនចូលចិត្តញ៉ាំសាច់ដើម្បីស្វែងរកការពិតក្មេងប្រុសបានលាក់ខ្លួនក្នុងទូខោអាវលួចមើលម្ដាយធ្វើម្ហូបធូននៅតែប្រើសាច់ស្រស់ដុំធំៗមកធ្វើការចម្អិនគាត់បានកិនសាច់ឲ្យម៉ត់រួចបន្ថែមគ្រឿងទេសផ្សេងៗដើម្បីធ្វើជាសាច់ក្រកដែលមិនមានជាតិម្សៅឬបន្លែអ្វីទាំងអស់ផងហាក់អ្វីទាំងអស់នេះត្រូវបានក្មេងប្រុសមើលឃើញយ៉ាងច្បាស់គេចាប់ផ្ដើមមានអារម្មណ៍ភ័ន្តច្រឡំហាក់ដូចជាខ្លួនឯងកំពុងត្រូវបានសាច់ត្រកករុំព័ទ្ធរហូតដកដង្ហើមមិនរួចនៅលើតុអាហារក្មេងប្រុសទ្រាំមិនបានក៏សួរឪពុកម្ដាយថាតើសាច់ទាំងនេះមកពីណាតើយើងកំពុងញ៉ាំអ្វីហ្នឹងម្ដាយឆ្លើយថាគឺសាច់នៅក្នុងទូទឹកកកហ្នឹងក្មេងប្រុសសួរដេញដោលទៀតថាយើងមានសាច់សរាល់ថ្ងៃតាំងពីបដូរមកទីនេះខ្ញុំចង់ដឹងថាពីមុនវាជាអ្វីសំណួរបែបនេះបានធ្វើឲ្យឪពុកម្ដាយប្រែពណ៌មុខភ្លាមៗពួកគេស្ដីបន្ទោសថាឪពុកម្ដាយធ្វើការពេញមួយថ្ងៃហត់ណាស់ហើយហេតុអ្វីមិនទៅគេងឲ្យស្ងៀមប៉ុន្តែពេញមួយយប់ក្មេងប្រុសដេកមិនលក់សោះរួមដានការពិតគេបានលួចចូលមន្ទីរពេទ្យដែលឪពុកធ្វើការឮសូរសំឡេងជើងគេក៏បញ្ញាប់លាក់ខ្លួនក្នុងបន្ទប់មួយតែមិននឹកស្មានថាបន្ទប់នោះគឺជាកន្លែងតម្កល់សពឡើយមិនយូរប៉ុន្មានឪពុកក៏ដើរចូលមកដោយរឹកពីគួរឲ្យសង្ស័យគាត់បានសម្លឹងមើលជុំវិញដោយការប្រុងប្រយ័ត្នខុសពីប្រកាសថាគ្មានមនុស្សគាត់ក៏ដើរទៅរកសពមួយរួចដកថង់ដែលបានត្រៀមទុកជាមុនចេញមកបន្ទាប់មកដកកាំបិតវះកាត់ហើយចាប់ផ្ដើមវះកាត់សពនោះតែម្ដងប៉ុន្តែក្នុងពេលកំពុងធ្វើកន្ត្រៃបានជ្រុះទៅលើដីដោយអចេតនាក្មេងប្រុសឃើញដូច្នោះក៏លួចរើសវាយមករួចឆ្លៀតពេលឪពុកមិនចាប់អារម្មណ៍ក៏បញ្ញាប់រត់ចេញទៅខែនៅតាមផ្លូវទៅផ្ទះឪពុកក៏បានជួបគេនៅតាមផ្លូវល្មមគាត់ប្រត់ឲ្យក្មេងប្រុសបញ្ញាប់ឡើងឡានគ្រាន់តែឡើងទៅក្មេងប្រុសក៏ឃើញមានថង់ពណ៌សមួយបន្ថែមទៀតនៅក្នុងឡានគេចង់លូកដៃទៅប៉ះដោយការចង់ដឹងប៉ុន្តែក៏ត្រូវបានឪពុកស្ដីបន្ទោសភ្លាមពេលមកដល់ផ្ទះម្ដាយដើរមកទាំងខឹងសម្បាស្ដីបន្ទោសក្មេងប្រុសដែលរត់ចេញទៅក្រៅម្នាក់ឯងពេលនោះឪពុកក៏កាត់សម្ដីគាត់ហើយឲ្យគាត់ទៅលើកអីវ៉ាន់ពីលើឡានម្ដាយក៏យកសេចក្ដីភ្លាមហើយបង្ហាញស្នាមញញឹមយ៉ាងពេញចិត្តពេលអាហារល្ងាចនៅលើតពោពេញដោយសាច់ដ៏សម្បូរបែបប៉ុន្តែក្មេងប្រុសមើលសាច់ទាំងនេះដោយគ្មានចំណង់អាហារទាល់តែសោះរំពេចនោះក្មេងប្រុសបានធ្វើឲ្យកន្ត្រៃជ្រុះទៅលើដីដោយអចេតនាគេបញ្ញាប់អោនទៅរើសប៉ុន្តែមិននឹកស្មានថាឪពុកក៏អោនចុះមកដែរថែមទាំងសម្លឹងមើលគេដោយខ្សែភ្នែកដ៏សាហាវក្មេងប្រុសភ័យខ្លាចរហូតដល់គាំងនៅនឹងកន្លែងបានត្រឹមតែឈរមើលឪពុករើសកន្ត្រៃនោះឡើងមកឪពុកសួរគេថាតើកន្ត្រៃនេះបានមកពីណាក្មេងប្រុសក៏កុហកថារើសបានពីខាងក្រៅប៉ុន្តែឪពុកច្បាស់ជាមិនជឿឡើយគាត់បានចាក់កន្ត្រៃនោះចូលទៅក្នុងចានបាយរបស់ក្មេងប្រុសឃើញដូច្នោះក្មេងប្រុសក៏ភ័យស្លន់ស្លោរត់ចេញពីតុអាហារក្មេងប្រុសលួចបើកទ្វារបន្ទប់ឪពុកម្ដាយបន្ទាប់ពីប្រកាសថាពួកគេដេកលក់ក៏លួចទៅបន្ទប់ក្រោមដីដើម្បីទៅមើលថាតើមានអាថ៌កំបាំងអ្វីលាក់ទុកនៅទីនោះគ្រាន់តែដើរចូលទៅគេក៏ឃើញកាំបិតប៉ាំងតោដែលមានប្រឡាក់ឈាមក្មេងប្រុសចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចគេដើរថយក្រោយដោយការប្រុងប្រយ័ត្នពិតនោះជើងមនុស្សមួយចំហៀងបានធ្លាក់មកលើក្បាលគេទស្សនវិជ្ជានេះធ្វើឲ្យក្មេងប្រុសភ័យស្លន់ស្លោជាខ្លាំងគេប្រញាប់រត់ត្រឡប់ទៅបន្ទប់វិញតែគ្រាន់តែបើកភ្លើងក៏ឃើញឪពុកកំពុងអង្គុយនៅលើគ្រែថែមទាំងមានស្នាមញញឹមដ៏គួរឲ្យខ្លាចនៅលើផ្ទៃមុខឃើញដូច្នោះក្មេងប្រុសក៏ប្រញាប់ដកនំចេញពីហោប៉ៅហើយនិយាយថាគេកំពុងរកអ្វីញ៉ាំទើបអាចបន្លំភ្នែកឪពុកបានមួយគ្រាថ្ងៃបន្ទាប់ក្មេងប្រុសបានទៅសាលារៀនហើយប្រាប់រឿងរ៉ាវដែលបានឃើញកាលពីយប់មិញដល់គ្រូឮហើយក៏បញ្ញាប់មកផ្ទះរបស់ក្មេងប្រុសប៉ុន្តែនៅពេលពួកគេទៅបន្ទប់ក្រោមដីម្ដងទៀតបែរជាឃើញថាទីនោះត្រូវបានសម្អាតយ៉ាងស្អាតគ្មានអ្វីខុសប្លែកពីធម្មតាឡើយប៉ុន្តែមួយសន្ទុះក្រោយមកក៏មានសពមួយធ្លាក់ចេញមកគ្រូភ័យខ្លាចរហូតដល់ស្រែកខ្លាំងៗពេលនោះឪពុកក៏បើកឡានត្រឡប់មកវិញពួកគេទាំងពីរប្រញាប់រត់ចេញទៅខាងក្រៅដោយសារគ្រូរត់យឺតជាងក៏នៅខាងក្រោយគេជាលទ្ធផលគ្រាន់តែចេញមកក្រៅភ្លាមក៏ត្រូវបានវាយមួយដំបងសន្លប់បាត់ដល់ពេលយប់ឪពុកម្ដាយទាំងពីរបានធ្វើសាច់អាំងនៅផ្ទះធំនៅពេលដែលឪពុកលើកសាច់មកកូនប្រុសដែលលាក់ខ្លួននៅក្រោយទ្វារបានឆ្លៀតឱកាសវាយប្រហារគាត់ប៉ុន្តែដោយសារកម្លាំងខ្សោយពេកចុងក្រោយបែរជាត្រូវគេចាប់ចងទៅវិញមកដល់ពេលនេះឪពុកក៏បានទម្លាយអាថ៌កំបាំងដែលលាក់ទុកជាយូរមកហើយតាមពិតទៅពួកគេគឺជាពូជសាសន៍ស៊ីសាច់មនុស្សតាំងពីបុរាណសាច់ដែលពួកគេញ៉ាំកន្លងមកគឺជាសាច់មនុស្សហើយក្មេងប្រុសក្នុងនាមជាកូនចៅក៏មិនអាចគេចផុតពីវាសនាញ៉ាំសាច់បានដែរនិយាយរួចគាត់ក៏ចាប់សាច់មួយដុំបញ្ចុកដល់មាត់ក្មេងប្រុស
ក្មេងប្រុសធ្វើជាសហការតាមប៉ុន្តែមួយរំពេចក្រោយមកគេក៏ចាប់កំបិតតូចមួយចាក់ទៅលើឪពុកខឹងសម្បាយ៉ាងខ្លាំងហើយលើកូនប្រុសបំរុងនិងសម្លាប់ចោលម្ដាយបារម្ភខ្លាចកូនរងគ្រោះក៏ចាប់កំបិតចាក់ទៅលើប្តីរបស់ខ្លួនពួកគេទាំងពីរបានប្រយុទ្ធគ្នាទៅវិញទៅមកបន្ទាប់ពីការប្រយុទ្ធយ៉ាងសាហាវពួកគេទាំងពីរក៏បានស្លាប់បាត់បង់ជីវិតចំណែកក្មេងប្រុសបានឆ្លៀតឱកាសរត់គេចខ្លួនចេញមកចុងក្រោយគេបានទៅរស់នៅជាមួយលោកតានិងលោកយាយក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់គេមានអារម្មណ៍កក់ក្ដៅជាថ្មីតែបន្ទាប់ពីគេដេកលក់បានមួយសន្ទុះលោកយាយបានលើកអាហារមួយថាសមកឲ្យគេនោះគឺជា hamburger ដែលមានលាយសាច់យ៉ាងច្រើនក្មេងប្រុសសម្លឹងមើលអាហារនោះហើយធ្លាក់ក្នុងភាពអស់សង្ឃឹមជាខ្លាំងបងនៅកំពុងធ្វើការប្រហុកថៃហៀបងប្រហុកថៃហៀគុណភាពល្អបងនៅខាងខេត្តកំពង់ចាមធានាគុណភាពឲ្យជាប្រភេទថៃទន្លេបងធានាគុណភាពឲ្យអត់មានប្រាសាទធីគីមីរសាទុកអីទេបងប្រហុកខាងប្អូនធានាធំក្លិនខធំក្លិនខាធានាដែលមានអំបិលច្រើនខាងប្អូនធានាដល់លុយជូនវិញទាំងអស់បងហើយសម្រាប់តម្លៃកាន់តែធូរថ្លៃមែនទែនបង1គីឡូតម្លៃត្រឹមតែ 10000 រៀលតែប៉ុណ្ណោះបង1គីឡូ 10000 រៀល1គីឡូ 10000 រៀលទេបងសម្រាប់អីវ៉ាន់នេះគឺលក់ធូរមែនទែន1គីឡូតែ 10000 ទេបង1គីឡូ 10000ណាគ្រាន់តែបញ្ជាក់បន្តិចឲ្យពាក់ព័ន្ធមួយខាងសេវាខាងបងអ្នកចេញខាងប្អូនលក់តម្លៃធូរប៉ុណ្ណឹងហើយអញ្ចឹងខាងសេវាខាងបងអ្នកចេញទៅបងអធិស្ឋានផងហើយមិនបាច់ភ័យទេបងទីតាំងខាងប្អូនមានពិតប្រាកដអីវ៉ាន់មានពិតប្រាកដទីតាំងខាងប្អូននៅខាងភូមិថ្មដាឃុំព្រែកពោសុកសេងថោខេត្តកំពង់ចាមបងទីតាំងនៅភូមិថ្មដានឹងត្មងបងទីតាំងមានពិតអីវ៉ាន់មានពិតធានាគុណភាពឲ្យអត់រកស៊ីបោកប្រាស់ទេបងរស់រានឡើងបងអីវ៉ាន់ចំនួនមានកំណត់បងអរគុណច្រើនបងដែលបានទស្សនាវីដេអូខាងប្អូន